សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកប្រើប្រាស់នៅ Drawing Tablet Model Vinsat T605 ទៅលើកម្មវិធី PowerPoint Photoshop ហើយនិងកម្មវិធី CapCut កម្មវិធីទាំងអស់ហ្នឹងមានមុខងារផ្សេងៗគ្នាដូចបងប្អូនដឹងស្រាប់ហើយប្រភេទ PowerPoint សម្រាប់គ្រូបរិញ្ញាបត្រ Photoshop សម្រាប់ Graphic Design ហើយនិង CapCut ទៅលើកម្មវិធីកាត់តវីដេអូអញ្ចឹងដំបូងខ្ញុំមកសាកទៅលើកម្មវិធី PowerPoint មុនសិនកម្មវិធី PowerPoint សម្រាប់យើងយកទៅបរិញ្ញាបត្រ online ឬមួយក៏យើងត្រូវការសញ្ញាឯកសារអីគឺងាយមែនតើយើងអាចគូលើនឹងហ្មងអត់ដោយចេញមកវាស្អាតដូចយើងសញ្ញាប៊ិចនៅលើ online ដែរឬមួយក៏យើងបរិញ្ញាសិស្សយើងអាចសរសេរជាអក្សរអីចឹងគាត់ថានេះយើងប្រើនៅលើកម្មវិធី tool របស់វាសម្រាប់នៅលើ PowerPoint យើងអាចលុបបានដូចគ្នាអានេះសម្រាប់ PowerPoint តោះឥឡូវយើងចូលមក Photoshop ម្ដងសម្រាប់ Photoshop គឺទៅលើប្រភេទ brush យើងអ្នកដែលគូររូបអីត្រូវដឹងអីហើយអ្នកខ្លះគេប្រើ pen tool pen tool ងាយស្រួលហ្មងយើងបត់បែនទៅតាមតម្រូវការដែលយើងចង់បានយើងកាត់រូបកាត់អីគឺយើងប្រើ pen tool អញ្ចឹងយើងប្រើនេះទៅក៏ស្រួលដែរ shape អូខេ shape យើងទៅតាមទំហំដូចជារួមកម្មវិធីនេះដូចជាម៉ៅដែរទេអូខេឥឡូវយើងចូលមកកម្មវិធី CapCut ម្ដងថាតើកម្មវិធី CapCut ហ្នឹងយើងអាចប្រើបានអានេះគឺអាចប្រើបានសម្រាប់បងប្អូនយើងប្រើទៅលើប្រភេទ CapCut កាត់តវីដេអូអីចឹងបងប្អូនគ្នាយើងមួយចំនួនតែសួរថាកាត់បានអត់ឡើយខ្ញុំប្រាប់ពីរបៀបកាត់ខ្លះគ្រាន់តែថាពេលដែលយើងកាត់យើងត្រូវប្រើអានេះច្រើនអាហ្នឹងយើងឆ្អល់ថាយើង zoom in zoom out zoom មានទៅនេះ zoom out អានេះ zoom in អូខេអញ្ចឹងនៅពេលដែលយើងត្រូវការបរិយាព្រមអញ្ចឹងដើម្បីថាយកចំណុចណាមួយដែលយើងចង់កាត់ថាយើងដល់កន្លែងនេះថាយើង play អូខេខ្ញុំតែមិនខ្ញុំ play ទៅអូខេយើងរកឃើញកន្លែងនេះយើងចង់កាត់មួយកន្លែងនេះយើងទាញមកដាក់កន្លែងនេះហើយយើងប្រើនេះយើងប្រើicon ហ្នឹងដែលខ្ញុំប្រាប់ហ្នឹងហើយដាក់ចំណុចនេះហើយយើងចុចមួយនេះក៏បានឬមួយក៏មួយនេះក៏បានហើយយើងចុចលើវាហើយចុច key delete លើ keyboard laptop របស់យើងទៅស្រេចហើយបើសិនថាយើងចង់មើលឲ្យវាងាយស្រួលយើងមើលទាំងអស់ចឹងទៅយើងមើលថាតើការ play របស់យើងខុសកន្លែងណាយើងកាត់តាមហ្នឹងហើយ effect អីគឺដាក់ធម្មតាដូចយើងប្រើលើ pad tablet ដូចអីចឹងណាបងប្អូនអូខេអញ្ចឹងនិយាយទៅវាងាយស្រួលមែនតើតម្លៃត្រឹមតែ$29ទេ